ក្រោយពេលបីសាច់ដង្កូវសម្លាប់មនុស្សអស់ច្រើនអ្នកហើយនោះយុទ្ធសិលរបស់វាក៏កាន់តែខ្លាំងទៅធ្វើឲ្យវាចេះបំបាំងកាយចេះហោះចេះជ្រែកដីនិងបែងភាគនិងប្រែក្រឡាតាមអ្វីដែលវាចង់ថែមទៀតផង ពីមួយថ្ងៃទៅមួយថ្ងៃយុទ្ធសិលរបស់យើងកាន់តែខ្លាំងទៅហើយមិនយូរមិនឆាប់ទេឲ្យតែយើងបន្តសម្លាប់មនុស្សបែបនេះជារៀងរាល់ថ្ងៃនឹងធ្វើឲ្យយើងคล้ายទៅជាជីវិតអមតៈដល់ពេលនោះយើងនឹងខ្លាំងជាងគេលើផែនដីនេះ យប់នេះយើងនឹងចេញទៅសម្លាប់មនុស្សបន្ថែមទៀតយើងនឹងសម្លាប់បែបនេះរៀងរាល់ថ្ងៃ ដួងកូនម៉ែពិតជាបារម្ភណាស់មួយរយៈនេះអ្នកភូមិយើងមានមនុស្សស្លាប់ច្រើនណាស់កូនហើយអ្នកដែលស្លាប់គឺសុទ្ធតែមានដង្កូវចេញពេញខ្លួនរហូតមកដល់ពេលនេះហើយនៅតែមិនទាន់ដឹងថាដង្កូវនោះមានប្រភពមកពីណានៅឡើយទេមិនហើយម៉ែខ្ញុំក៏បារម្ភដែរអាការៈបែបនេះខ្ញុំមិនដែលធ្លាប់ជួបពីមុនមកទេហើយម៉ែពិតជាខ្លាចថាថ្ងៃណាមួយវានឹងកើតឡើងចំពោះកូននិងម៉ែជាមិនខានម៉ែកុំខ្លាចឲ្យតែយើងនៅមានការប្រុងប្រយ័ត្នខ្ញុំជឿថាដង្កូវវាមិនអាចចូលខ្លួនយើងបានឡើយម៉ែចាស់កូនម៉ែនឹងប្រុងប្រយ័ត្នរឿងនេះចូលកូនទៅសម្រាប់ចុះយប់ជ្រៅហើយណាកូនបាទម៉ែមីងពៅនិងដួងក៏បានបែកផ្លូវគ្នាទៅសម្រាប់នៅបន្ទប់រៀងខ្លួនមីងពៅពេលចូលទៅដល់ក្នុងបន្ទប់មុននឹងសម្រាប់ក៏រលាស់ភួយខ្នើយជាមុនសិនព្រោះខ្លាចមានសត្វល្អិតផ្សេងដែលមើលមិនឃើញគ្រាន់តែមីងពៅចាប់យកភួយលើកឡើងស្រាប់តែគាត់ជួបរឿងមួយដែលនឹកស្មានមិនដល់ធ្វើឲ្យមីងពៅភ័យស្រែកឡើងភ្លាត់សំឡេងម៉ែមានរឿងអីម៉ែកូនដួងកូនមើលចុះកូនហា